Tiếp tụcមកអត្ថបទនៅក្នុងសភៅ New Headway Elementary Fifth Edition សភៅនេះនៅទំព័រទី95នៅ Unit 9គឺដាក់ Mike Palumbo ហើយ 50 មានថាឈ្មោះលោក Mike Palumbo អាយុ50ឆ្នាំ Water Tower Place Chicago US នៅអគារ Water Tower Place នៅរដ្ឋ Chicago United States សហរដ្ឋអាមេរិក that Mike Palumbo was born in the suburbs នេះគឺយើងបកថាជាក្រុង of Chicago ម្នាក់គាត់កើតនៅជាក្រុង Chicago however យើងបកថាយ៉ាងណាមិញឬក៏យើងបកថាប៉ុន្តែវាស្មើនឹងពាក្យ but ប៉ុន្តែ when he went to school in the center of the city ពេលដែលគាត់បានមករៀនបាទនៅកណ្ដាលក្រុងបាទ he felt at more home there មានថាគាត់មានអារម្មណ៍ថាវា more home មានថាមកដល់កណ្ដាលក្រុងនេះ felt at នេះគឺថាមកដល់ទីក្រុងកណ្ដាលទីក្រុងហ្នឹងគឺគាត់មានអារម្មណ៍ថាកក់ក្ដៅជាងនៅផ្ទះទៀតឬក៏វា comfortable ជាងនៅផ្ទះទៀតនៅទីនោះនេះគាត់ចង់និយាយនេះ center of the city នេះ I loved it love ឡើងនេះជាស្លេងចិត្តជាស្លេង ED គឺគាត់ចូលចិត្តការរស់នៅកណ្ដាលទីក្រុងបាទ he says គាត់និយាយថាអានេះគឺជា clear point នេះគាត់និយាយថាគឺគាត់ឆ្លាញ់វាគាត់ចូលចិត្តវា he often looked up បាទគាត់អាសាងើយទៅលើបាទពេលតែគាត់មករៀនណា at the 343 Mirror John Hancock ជាអគារឈ្មោះ John Hancock Tower ដែលមានកម្ពស់343ម៉ែត្រមានតែគាត់អាសាងើយមើលអគារហ្នឹង and dream of living in a place like that one day ហើយគាត់សម័យដែលគាត់សម័យថារស់នៅទីកន្លែងបែបហ្នឹង like that បែបហ្នឹងនៅថ្ងៃណាមួយបាទចឹងនេះគឺជាអតីតកាលរបស់គាត់ទេកាលគាត់កើតហ្នឹងគាត់កើតនៅជាក្រុងហើយពេលគាត់មករៀននៅកណ្ដាលក្រុងគាត់មានអារម្មណ៍ថាអូគាត់ចូលចិត្តបាទគាត់មើលទៅគាត់មានអារម្មណ៍កក់ក្ដៅបាទមានអារម្មណ៍ថាសប្បាយជាងរស់នៅសុខណាត់គាត់ទៀតហើយគាត់អាសាងើយមើលអគារ Hancock Tower ដែលមានកម្ពស់343ម៉ែត្រហើយគាត់សម័យថាថ្ងៃណាមួយគាត់ចង់រស់នៅអគារបែបហ្នឹងបាទ When Mike became នេះជាអតីតកាលដែរពេលដែល Mike បានក្លាយជា a financial trader គឺអ្នករកស៊ីខាងហិរញ្ញវត្ថុឬក៏អ្នកជួញដូរខាងហិរញ្ញវត្ថុtrader ហ្នឹងគឺមានថាអ្នកជំនួញហើយ financial គឺទៅជាមួយនឹងលុយបាទមានថាអ្នករកស៊ីខាងលុយបាទ he made a lot of money make money គឺមានថារកលុយបានច្រើន make money គឺរកលុយon the money market គឺទីផ្សារលុយទីផ្សារភាគហ៊ុននេះចឹងណាបាទ so he bought ជាតែការបបាយអញ្ចឹងគឺគាត់បានទិញ an apartment គឺកន្លែងស្នាក់នៅមួយបាទ in a 262 Mirror skyscraper គឺជាអគារដែលខ្ពស់កោបពពកអញ្ចឹងទៅគាត់បានទិញ apartment មួយដែលមានកម្ពស់262ម៉ែត្របាទជាអគារខ្ពស់បាទ opposite នៅទល់មុខ John Hancock Tower នៅទល់មុខ John Hancock Tower អគារដែលគាត់អាសាងើយមើលហ្នឹង the 8 bedroom បាទ apartment 8 bedroom នេះគឺជា adjective modify ឲ្យ apartment ចឹងមានថា apartment ដែលមាន8បន្ទប់ is on នៅលើបាទជាន់ទី64 floor បាទគឺអា TA ចឹងគឺទី the 64th floor of Water Tower Place បាទជាន់ទី64នៃអគារ Water Tower Place ហ្នឹង which ឡើងនេះយើងบอกថាដែលវាជាទម្រង់ adjective clause has 74 floors ដែលមានកម្ពស់រហូតដល់74ជាន់ Mike lives ឡើងនេះជាបច្ចុប្បន្នបាទគាត់រស់នៅទីនោះ lives there ឡើងនេះចេញស្លេងសិតមក lives with his wife ជាមួយនឹងប្រពន្ធរបស់គាត់គឺឈ្មោះថា Veronica and they look down គឺជាសកម្មភាព present simple ជាសកម្មភាពចិនត្រៃមានថាពួកគេមើលមកក្រោម on most of the other skyscrapers around most of គឺភាគច្រើនបាទ
គឺគាត់អានេះជាសកម្មភាពអចិន្ត្រៃយ៍ប្រកបបាទក៏សារមើលមកក្រោមនៅអាគារ skyscraper ផ្សេងទៀតនៅជុំវិញនឹង around ហ្នឹងគឺជុំវិញហ្នឹងម្ដុំហ្នឹងក៏បានដែរ Mike got jobs ទទួលបានការងារធ្វើបាទ offers ដែលផ្ដល់ឲ្យ from Wall Street in New York នេះជាអតីតកាលមានថា Mike គាត់បានទទួលការងារមួយផ្ដល់ពី Wall Street នៅទីក្រុង New York មានថានៅ Wall Street ហ្នឹងគេផ្ដល់ការងារគាត់បាទដល់ Mike but he never wanted to leave Chicago ប៉ុន្តែគាត់អត់ដែលចង់ចាកចេញ leave គឺ leave somewhere គឺចាកចេញពីកន្លែងណាមួយគឺអត់ដល់ from ទេហើយបើសិនជាចេញទៅវិញគឺយើងប្រើពាក្យ leave for បាទ I just love this view គឺទេសភាពមានថាគាត់ស្រឡាញ់ទេសភាពបាទ he says គាត់និយាយបែបហ្នឹងក៏ប៉ុន្តែយើងថាបកនេះមុននេះគាត់និយាយថាគាត់ស្រឡាញ់ទេសភាពនៅ Chicago បាទគាត់ចាំចេញនេះ When I wake up in the morning បាទពេលគាត់ភ្ញាក់បាទនៅពេលព្រឹក the first thing គឺរឿងទី1រឿងដំបូងបាទ I do is open នេះគឺជា adjective បាទគឺមានថាបើកមានថារឿងទី1ដែលគាត់ធ្វើហ្នឹងគឺគាត់បើក blinds យើងបកថារនាំងបាទ and let the sun come in ហើយបើករនាំងប្រួយដោយ blind ហ្នឹងមានវាងមាន curtain នេះគឺ blind ហ្នឹងដូចស្បៃឬអីចឹងដែលបាំងវាឬក៏គេហៅមួយទៀតគេហៅស្អីគេដែលអាហ្នឹងគឺមិនមែន curtain ទេមិនមែនវាងទេអាហ្នឹងគឺ blind បាទអញ្ចឹងគាត់បើកblind ហ្នឹងបាទហើយគាត់បើកឲ្យមានពលឺព្រះអាទិត្យចូល It doesn't get any better មានថាមានរឿងហ្នឹងឯងដែលគ្មានអីល្អជាងហ្នឹងឯងពេលដែលគាត់ភ្ញាក់ឡើងហើយឲ្យពលឺព្រះអាទិត្យចាំងចូលហ្នឹង It doesn't get any better Believe it or not ជឿអត់ថា Mike is scared ហ្នឹងគឺមានន័យថាខ្លាច yes scared of height គឺខ្ពស់គាត់ខ្លាចខ្ពស់ but he's okay with ប៉ុន្តែគាត់អត់អីទេជាមួយនឹងកម្ពស់ through តាមរយៈ windows មានថាបើសិនគាត់ឈរហើយមានប្អូនហ្នឹងគាត់អត់ខ្លាចទេ When he sees a team of window cleaners outside ពេលដែលគាត់ឃើញក្រុមការងារអ្នកសម្អាតបង្អួចនៅខាងក្រៅ he always thinks គាត់តែងតែគិតថា I would not want that job គឺការងារហ្នឹងគឺគាត់អត់ធ្វើមកអត់ចង់ធ្វើការងារអញ្ចឹងហ្មង The 64th floor ជាន់ទី64 is obviously គឺជាក់ស្ដែងឬក៏ប្រកបណាគឺវាមិនងាយស្រួលទេ the easiest place for have small children វាមិនជាកន្លែងដែលស្រួលបំផុតសម្រាប់អ្នកដែលមានក្មេងតូចៗទេឬក៏កូនតូចៗទេ but amazingly ប៉ុន្តែគួរភ្ញាក់ផ្អើលមែនទេបាទ Mike and Veronica have twins គឺមានកូនព្រុសបាទ it can take a long time to get everybody and everything into the lift មានថាគឺវាចំណាយពេល take a long time គឺចំណាយពេលដែលយើងយកក្មេងៗឬក៏មនុស្សហើយរបស់ដាក់ចូលនៅក្នុង lift គឺចរាយន្ត Are there any other disadvantages to living there បាទតើវាមានគុណសម្បត្តិគុណវិបត្តិអីខ្លះ disadvantages គឺគុណវិបត្តិ advantages គឺគុណសម្បត្តិដែលយើងរស់នៅទីនោះ I'm a dog lover ខ្ញុំគឺជាអ្នកស្រឡាញ់សត្វឆ្កែ says Mike និយាយថាគាត់ជាអ្នកស្រឡាញ់ឆ្កែ but there are people who don't want them in the building ប៉ុន្តែវាមានមនុស្សបាទតែគេអត់ចូលចិត្តដែរនេះមកថាដែរដែលអត់ចង់ឲ្យមានឆ្កែនៅក្នុងអគារទេបាទអូខេនេះជាអត្ថបទរបស់ Mike Palumbo បាទអូខេអត្ថបទនេះមានប៉ុណ្ណឹង